รูปទាំងអស់នេះគឺជារូបមួយដែលជាការលើកតម្លៃឬមួយក៏ការដឹងគុណដល់ពួកគាត់ហើយចំណែករូបផ្សេងទៀតដូចជាសិស្សតូចៗគឺជាការឆ្លុះប្រចាំងមួយនៅក្នុងស្ថានភាពដែលកើតឡើងជាក់ស្ដែងនៅតាមបន្ទាត់ព្រំដែនដែលពួកគាត់កំពុងតែសិក្សាប៉ុន្តែត្រូវបានកងទ័ពសៀមទម្លាក់គ្រាប់មកចំសាលាធ្វើឲ្យពួកគាត់ភ័យខ្លាចមិនអាចបន្តការសិក្សាបានហើយចំណែកដែលប្រជាជនផ្សេងទៀតគាត់ក៏ជាជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍ដ៏អាក្រក់មួយនេះដែរអញ្ចឹងយើងបានដកស្រង់រូបភាពទាំងអស់នេះចូលទៅក្នុងផ្ទាំងគំនូរដែលសិល្បកររួមគ្នាបង្កើតវាឡើងពីព្រោះមិនថាប្រជាជនមិនថាកងទ័ពមិនថាសិស្សសាលាសិល្បករក៏មានការឈឺចាប់ឈឺឆ្អាលនៅក្នុងរឿងនេះដែរយើងចង់ឲ្យសង្គ្រាមបានឆាប់ចប់ដើម្បីយើងបានត្រឡប់ទៅរស់នៅក្នុងសន្តិភាពវិញពីព្រោះសន្តិភាពវាសបាយវាល្អជាងសង្គ្រាមពីព្រោះសង្គ្រាមវាមិនល្អសម្រាប់ពួកយើងតែយើងមានតែការទុកសោកការបាត់បង់ហើយនឹងខាតវាអត់មានអីផលចំណេញសម្រាប់មិនថាទាហានឬក៏ប្រជាជនទូទៅសម្រាប់ទាំងអស់គ្នាគឺសិតតាអ្នកដែលខាតបង់ស្នាដៃដ៏ធំមួយនេះមានចំណងជើងថាសិល្បៈដើម្បីសន្តិភាពឬមួយក៏យើងនិយាយជាភាសាបរទេសថា Art for Peace ស្នាដៃមួយនេះគឺមានទំហំកម្ពស់5ម៉ែត្រនិងបដៅ30ម៉ែត្រយើងចាប់ផ្ដើមតាំងពីថ្ងៃ19មកហើយយើងនឹងបញ្ចប់នៅថ្ងៃទី23គឺបិទបញ្ចប់សកម្មភាពនៃការគូហើយថ្ងៃទី24គឺយើងធ្វើកម្មវិធីបិទកម្មវិធីហើយយើងនឹងបើកសម្រាប់មហាជនគាត់អាចផ្តិតយករូបភាពឬមួយក៏គាត់អាចមកទស្សនាបានបាទប្រជាជនរងទុកយើងមើលខេត្តដែលនៅជាប់ព្រំដែនគាត់ដូរពីកន្លែងមួយទៅកន្លែងមួយពេលខ្លះត្រូវតម្លាក់គ្រាប់ចំកន្លែងដែលគាត់បដូរមកនៅទៀតអញ្ចឹងហើយកូនម៉ែឪប្រត់ប្រាស់គ្នាអ្នកខ្លះស្លាប់ទៅអ្នកខ្លះវែងគ្នាអញ្ចឹងទៅហើយសំបីតស័ព្ទអីពេលខ្លះស្លាប់អត់មានចំណីអាហារហើយនឹងយើងឈឺចាប់ខ្លាំងហើយខាងក្រៅនោះគេមើលអត់ឃើញអីដែរយើងកំពុងតែឈឺចាប់ហើយអ្នកខ្លះមានប្រទេសខ្លះគាត់បន្ទោសមកថាខ្មែរយើងអ្នកខុសអីអញ្ចឹងទៅយើងឈឺចាប់ខ្លាំងហើយតឹងយើងអត់មានអីសោះនឹងដៃហើយត្រូវរងគេបំពេញអញ្ចឹងក្នុងនាមខ្ញុំជាសិល្បករម្នាក់ចង់អត់មានអីក្រៅពីគំនូរទេដែលជាសារមួយចង់ឲ្យពិភពលោកបានឃើញនិងបានដឹងថាពួកយើងកំពុងតែត្រូវការសន្តិភាពខ្លាំងត្រូវការសន្តិភាពមែនទែនសម្រាប់ទាំងគំនូរនេះគឺអត្ថន័យខ្ញុំគិតថាវាមានពីរជាសារមួយទី1ដាស់អារម្មណ៍បងប្អូនឲ្យមើលឃើញពីតម្លៃនៃសិល្បៈដែលជាសិល្បៈគំនូរមួយដែលអត់ប្រើអាវុធប៉ុន្តែយើងអាចបំផុសស្មារតីជាតិរបស់យើងដោយចេញពីអាវុធនៃស្នាមជក់និងពណ៌នៃឆន្ទៈរបស់សិល្បករទាំងអស់នៅទូទាំងប្រទេសរបស់យើងនេះហើយមួយទៀតវាជាការចូលរួមចំណែកមួយបង្ហាញពីព្រឹត្តិការណ៍នៃការសាមគ្គីគ្រប់ទម្រង់បែបបទនៃខ្មែរយើងមានចង់សំណូមពរឲ្យបងប្អូនទាំងអស់គ្នាជឿជាក់ទៅលើរដ្ឋាភិបាលរបស់យើងហើយនឹងជឿជាក់ទៅលើបេះដូងឈាមខ្មែររបស់យើងការសាមគ្គីភាពរបស់យើងនិងកងទ័ពជួរមុខរបស់យើងដែលគាត់បានលះបង់នេះយើងទី1គឺយើងត្រូវរក្សាទឹកចិត្តរបស់យើងដែលការសហការសាមគ្គីជាធ្លុងមួយអញ្ចឹងហើយសូមឲ្យបងប្អូនបន្តនៅការងារបែបនេះបន្តទៅមុខទៀតហើយអ្វីដែលជារឿងដែលយើងត្រូវធ្វើបន្តទៀតគឺយើងបង្កើននៅជំនាញរបស់យើងនីមួយៗហើយបង្កើតនៅសមត្ថភាពនៅក្នុងការសិក្សាអប់រំរបស់យើងមិនថាផ្នែកណាទេគឺយើងត្រូវតែពង្រឹងវាឲ្យគ្រប់វិស័យរបស់យើងនឹងឲ្យបានខ្លាំងក្លាទៅមុខអញ្ចឹងប្រហែលជាខាងមុខទៅប្រទេសរបស់យើងនឹងក្លាយទៅជាប្រទេសមួយដែលពោពេញទៅដោយអ្នកមានចំណេះដឹងហើយនឹងវិស័យអប់រំមួយដែលខ្ពស់មែនទែនអញ្ចឹងយើងអាចការពារប្រទេសជាតិយើងអាចធ្វើការងាររួមមួយដែលប្រទេសជាតិរបស់យើងត្រូវការចាំបាច់បំផុតនៅពេលខាងមុខ